សូសូសាំងលបតេបញ្ញាំងការស្ដាប់ដោយល្អរមែងបាននៅបញ្ញានេះគឺជាចម្លើយដែលព្រះអង្គទ្រង់ត្រាស់វិសាចនាជាមួយនឹងអលវកយៈដែលសួរថាកថាំងសុលបតេបញ្ញាំងណាធ្វើម៉េចឲ្យបានបញ្ញាធ្វើម៉េចឲ្យបានបញ្ញាអញ្ចឹងបញ្ញាថ្នាក់ស្ដាប់ហ្នឹងគឺជាឧបការៈទៅដល់ចិន្តាមយៈបញ្ញាស្ដាប់ហើយជួយឲ្យគិតហើយក៏ជួយឲ្យការចម្រើននឹងបានល្អហៅថាភាវនាមយៈបញ្ញាអញ្ចឹងពុទ្ធបរិស័ទយើងមកដល់ភូមិនៃវិបស្សនាឬថាភូមិនៃបញ្ញាភូមិនៅក្នុងគម្ពីរវិសុទ្ធិមគ្គភាគ3ហ្នឹងក៏លោកបានបង្ហាញនៅក្នុងអាយតនៈទាំង12គឺអាយតនៈខាងក្នុង6អាយតនៈខាងក្រៅ6អាយតនៈប្រែថាលំនៅអណ្ដូងឬក៏សមោសារណដ្ឋានគឺជាទីប្រជុំចុះឬក៏សញ្ជាតិប្រទេសឬក៏ជាតិភូមិជាទីកើតហ្នឹងហើយអញ្ចឹងនៅក្នុងហ្នឹងគឺមានចក្ខវាយតនៈមកពីចក្ខុនិងអាយតនៈគឺភ្នែកសោតាយតនៈគឺតិចឃានាយតនៈគឺច្រមុះជីវហាយតនៈជាអណ្ដាតកាយាយតនៈគឺកាយមនេយតនៈគឺចិត្តណាទាំងអស់នេះ6នេះគេហៅថាជាទ្វាហៅថាជាទ្វាដោយសេចក្តីថាជាទីបើកបិទឬក៏ជាទីកើតឡើងនៃអារម្មណ៍ដល់ទៅ6ទៀតហៅថារូបាយតនៈគឺរូបសត្យាយតនៈគឺសំឡេងណាកន្ធាយតនៈគឺក្លិនរក្សាយតនៈគឺរសផោថពាយតនៈគឺការប៉ះខ្ទប់និងធម្មេយតនៈគឺអ្វីដែលក៏បីដឹងក៏បីឃើញទៅតាមការឮការឃើញទាំងអស់នោះអញ្ចឹងទាំង6នេះហៅថាអារម្មណ៍ណាជារបស់ដែលនៅខាងក្រៅហើយទាំងអាយតនៈទាំងពីរនេះជាធម៌ដែលប្រជុំរួបរวมគ្នាហើយថាមានបច្ច័យប្រជុំតតែងកើតឡើងណាចក្ខុក៏មិនបាច់ទៅរូបក៏មិនបាច់មកអញ្ចឹងណានៅក្នុងឧទាហរណ៍នៅក្នុងវិសុទ្ធិមគ្គលោកថាមិនទៅមិនមកស្រេចហើយតែហេតុបច្ច័យកើតឡើងពេលណាជួបពេលណាក៏ឃើញរូបពេលនោះអញ្ចឹងគ្មានចក្ខុទៅហើយគ្មានរូបអីមកទេហ្នឹងហើយពីព្រោះធម៌ហ្នឹងគឺជាធម៌ដែលមានបច្ច័យប្រជុំតតែងកើតឡើងកើតហើយក៏រលត់ទៅហ្នឹងហើយនៅក្នុងចំណោមនេះគឺចក្ខុហើយនឹងសោតៈហ្នឹងជាដើមដំបូងហ្នឹងក៏ល្អល្អះប្រសើរហើយដោយសារតែជាឧបការៈនាំឲ្យឃើញនៅទស្សនានុត្តរិយៈបានឃើញនៅរបស់ដ៏ប្រសើរបានឃើញដូចជាព្រះសម្មាសម្ពុទ្ធបានឃើញព្រះពុទ្ធបដិមាស្នងអង្គព្រះសម្មាសម្ពុទ្ធរូបផ្ទាំងគំនូដែលគូដែលឆ្លាក់ដែលចាក់ក្បាច់រំលេចពណ៌លម្អពាសពេញទីប្រសូតទីត្រាស់ដឹងនៅក្នុងពុទ្ធមណ្ឌលគៀនស្វាយនេះគឺជាទស្សនានុត្តរិយៈយ៉ាងសម្បើមណាពុទ្ធបរិស័ទក៏លេចឃើញហើយបកណាម្ចាស់គ្រប់ព្រះអង្គក៏លេចឃើញហើយគង់តែនឹងបាននៅអារម្មណ៍ល្អណាហៅថាការឃើញនោះគឺជាការឃើញដ៏ប្រសើរហៅថាទស្សនានុត្តរិយៈរីឯការស្ដាប់ដ៏ប្រសើរនោះជាការស្ដាប់នៅព្រះធម៌ដែលព្រះធម៌នេះគឺល្អល្អះល្អិតល្អន់ណាការស្ដាប់ការសិក្សាការរៀនសូត្រវិន័យប្រសូតអភិធម្មតាមគម្ពីរបត្រៃបិដកអដ្ឋកថានឹងហើយគឺជាការស្ដាប់ដ៏ប្រសើរបំផុតតាមដែលព្រះពុទ្ធដីកាព្រះអង្គទ្រង់ត្រាស់ប្រកាសសម្ដែងលាភានុត្តរិយៈការបានដ៏ប្រសើរគឺការបាននៅសទ្ធា
សេចក្តីជ្រះថ្លាជឿចំពោះការត្រាស់ដឹងរបស់ព្រះមានព្រះភិក្ខនឹងបានប្រសើរជាងគេហើយរីឯការបាននេះបាននោះបានទ្រព្យសម្បត្តិបានផ្ទះសម្បែងទីកន្លែងដីធ្លីស្រែចម្ការច្បារដំណាំក៏ចាត់ទុកថាបានដែរមិនមែនថាមិនបាននោះទេប៉ុន្តែមិនមែនជាការបានប្រសើរបំផុតឡើយរីឯការបានប្រសើរបំផុតនោះគឺការបាននៅសទ្ធាចំពោះការត្រាស់ដឹងរបស់ព្រះអង្គឯនោះទេកាលណាយើងបានសទ្ធាចំពោះការត្រាស់ដឹងរបស់ព្រះអង្គគឺឈ្មោះថាបាននាំមកនៅផ្លូវបលាយបុណ្យកុសលច្រើនណាស់ដែលនាំឲ្យយើងចូលខ្លួនមកកាន់បរតនត្រ័យហើយបានចូលខ្លួនមកសមាទានសិលអីជាដើមហ្នឹងណែអញ្ចឹងបានថារឿងភ្នែករឿងតិចហ្នឹងគឺជាឧបការៈច្រើនណាស់នៅក្នុងការកើតទេសនានុត្តរិយៈក្នុងការកើតសវនានុត្តរិយៈអញ្ចឹងយើងសិក្សានៅក្នុងអាយតនៈទាំង12នេះមួយជាទ្វារណាមួយផ្នែកដំបូងហ្នឹងជាទ្វារមានចក្ខុមានសោតៈមានឃានៈមានជីវហាមានកាយមានមនៈចិត្តមានកាយមានចិត្តហើយដល់ទៅទាំង6ហ្នឹងខាងដើមហ្នឹងគេហៅថាអាយតនៈខាងក្នុងបានន័យថាជាលំនៅឬថាជាអណ្ដូងនៅខាងក្នុងអណ្ដូងហ្នឹងបានន័យជាទីកើតនៃអារម្មណ៍វាជាទីកើតយើងថាអណ្ដូងទឹកវាកើតទឹកអណ្ដូងរ៉ែវាកើតរ៉ែអណ្ដូងមាសវាកើតមាសអញ្ចឹងណាប៉ុន្តែអណ្ដូងនៃអារម្មណ៍នេះគឺវាកើតអារម្មណ៍នឹងឯងណាអញ្ចឹងដល់វាកើតហើយវាកើតយ៉ាងម៉េចវាកើតនោះតលតែមានហេតុគ្រប់គ្រាន់អញ្ចឹងរូបហ្នឹងនៅក្នុងណារូបហ្នឹងនៅត្រង់ណាចក្ខុប៉ះនឹងរូបចក្ខុប៉ះនឹងរូបបង្កើតទៅជាការដឹងមួយហៅថាចក្ខុវិញ្ញាណណាការដឹងហ្នឹងគឺបើយើងគិតទៅគឺមានរូបធម៌មាននាមធម៌ឬថារូបធាតុនាមធាតុដែរហ្នឹងហើយដល់ទៅតិចហ្នឹងមានកន្លងសម្លេងកើតឡើងហើយប៉ះដល់តិចទៅកើតទៅជាសោតវិញ្ញាណចិត្តដឹងសម្លេងឮសម្លេងសត្វហើឬសម្លេងសត្វយំស្រែកលោកបូលឬក៏លោកខ្មោចអីចឹងទៅហ្នឹងហើយវាស្រែកអីចឹងទៅមានចាបមានពពិចមានលវាជែកមានអីចឹងទៅតាមហ្នឹងទៅណាឬក៏រីហ្នឹងទម្លាក់សម្លេងពីចុងឈើមកពេលរសៀលចឹងទៅណាគឺថាសម្លេងទាំងអស់ហ្នឹងគឺកើតឡើងដោយសារអីដោយសារតែកន្លងតិចរបស់យើងសោតប្រសាទហ្នឹងនៅល្អហើយវាបានទទួលសម្លេងពីខាងក្រៅមកក៏កើតទៅជាសោតវិញ្ញាណគឺការដឹងសម្លេងទៅតាមផ្លូវត្រចៀកការដឹងនោះឯងគឺជានាមធម៌រីឯទាំងពីរនេះដែលថាតិចហើយនឹងសម្លេងហ្នឹងវាជារូបធម៌ទេណាហើយដល់ពេលចិត្តដែលដឹងសម្លេងនោះគឺជានាមធម៌កើតហើយក៏វាទៅណាបាត់ទៅក៏វារលត់ទៅណាមួយទៀតឃានាយតនៈច្រមុះដល់ប៉ះនឹងក្លិនអីមួយក៏ធំក្លិនឡើងដឹងក្លិនឡើងហៅថាឃានវិញ្ញាណអញ្ចឹងច្រមុះជារូបណាច្រមុះជារូបក្លិនជារូបណាក្លិនជារូបដែរណាពុទ្ធបរិស័ទអ្វីត្បិតតែក្លិនមើលមិនឃើញប៉ុន្តែមានរូបដែរខ្យល់មើលអត់ឃើញប៉ុន្តែជារូបដែរណែសំឡេងមើលមិនឃើញប៉ុន្តែជារូបដែរណែអញ្ចឹងហ្នឹងហើយអញ្ចឹងរូបហ្នឹងគឺពេលខ្លះវាល្អិតដែរយើងមើលអត់ឃើញប៉ុន្តែយើងសិក្សានៅក្នុងន័យធម៌គឺឲ្យសម្គាល់ថាជារូបធម៌ដែរជារូបធម៌ឬជារូបធាតុដែលទ្រទ្រង់យើងរាល់ថ្ងៃបានសម្លេងហ្នឹងហើយទ្រទ្រង់យើងវាយអាកាំងពើងអាកាំងឡើងស្វែងគុំណាវាយអាកាំងពើងអាកាំងឡើងឆាន់វាយអាកាំងពើងអាកាំងឡើងរៀនណាហ្នឹងគឺថាសម្លេងនេះឯងជារូបមួយសញ្ញាមួយដើម្បីទ្រទ្រង់យើងឲ្យធ្វើកិច្ចការងារផ្សេងប្រព្រឹត្តទៅប្រចាំថ្ងៃណាចុះអ្វីឲ្យយើងទៅធ្វើគឺជាការដឹងរបស់យើងណាការដឹងហ្នឹងការដឹងរបស់យើងដែលហៅថាសោតវិញ្ញាណហ្នឹងដែលដឹងហ្នឹង
ជានាមគឺចិត្តផ្នែកខាងចិត្តហ្នឹងគឺដាស់តឿនយើងដឹកនាំយើងឲ្យទៅធ្វើចិត្តហ្នឹងជាធំចិត្តជាវិធានគណាហ្នឹងហើយអញ្ចឹងចក្ខវាយតនៈខានីយតនៈសោតាយតនៈខានីយតនៈជីវហាយតនៈកាយយតនៈមនីយតនៈទាំង6ហ្នឹងជាអាយតនៈខាងក្នុងដល់ពេលមានហេតុមានបច្ច័យប៉ះជាមួយនឹងអារម្មណ៍ខាងក្រៅទាំង6ទៀតណាមានរូបមានសម្លេងមានក្លិនមានរសមានផតថាពៈមានធម្មមានអារម្មណ៍អញ្ចឹងវាកើតឡើងយើងដឹងថាអ្វីដែលនៅក្នុងនោះគឺមានរូបធម៌មាននាមធម៌មានសង្ខារធម៌ការប្រជុំគ្នាកើតឡើងហើយណាកើតឡើងព្រមការប្រជុំគ្នាកើតឡើងព្រមរវាងរូបរវាងនាមហ្នឹងចូលគ្នាហ្នឹងគឺជាសង្ខារធម៌មូលហេតុអីបានទៅចែកសង្ខារធម៌ណាសង្ខារធម៌មកពីពាក្យថាសង្ខារហ្នឹងបានន័យថារូបរួមគ្នាដូចឧបមាថាដូចជាខ្លួនយើងមួយចោះខ្លួនយើងមួយហ្នឹងគឺជាសង្ខារដែលសារវាប្រជុំដោយនាមផងដោយរូបផងដោយទឹកភ្លើងខ្យល់ហ្នឹងផងហើយដោយមានវេទនាសញ្ញាសង្ខារវិញ្ញាណហ្នឹងផងអញ្ចឹងហៅថាសង្ខារធម៌កណាអញ្ចឹងសរុបមកនៅក្នុងអាយតនៈទាំង12នេះអាយតនៈខាងក្នុងអាយតនៈខាងក្រៅប៉ះគ្នាប្រជុំគ្នាតាមវិស័យនីមួយភ្នែកมันអាចមើលអីក្រៅពីមើលទេมันអាចដឹងស្អីក្រៅពីមើលទេมันអាចយកភ្នែកទៅធុំក្លិនมันអាចយកភ្នែកទៅដឹងរសអីបានទេហ្នឹងហើយទៅតាមវិស័យនីមួយអញ្ចឹងហើយវាជាទីកើតជាអណ្ដូងកើតនៃអារម្មណ៍ឬក៏ចិត្តដែលដឹងទាំងអស់ហ្នឹងគឺជានាមធាតុជានាមធម៌ពុទ្ធបរិស័ទកំណត់ដឹងនៅក្នុងធម៌នេះហើយគឺអត់ប្រកាន់ថាជាតួខ្លួនជាអ្នកដឹងអត់ប្រកាន់ថាជារបស់ខ្លួនពីព្រោះវាជារបស់កើតរលត់ទៅជាធម្មតានេះធម៌នេះគឺជាធម៌ដែលព្រះសម្មាសម្ពុទ្ធបង្រៀនយើងឲ្យទម្លាក់ចុះដាក់ចុះណាកុំតោងអារម្មណ៍ខឹងដែលត្រឹមតែលឺដែលត្រឹមតែឃើញអីមកខឹងមកកើតបាបមកកើតអកុសលដោយតែឃើញតាមអាយតនៈហ្នឹងពីព្រោះវាជារបស់កើតរលត់វាជារូបធម៌នាមធម៌វាជាសង្ខារធម៌តែប៉ុណ្ណោះដល់ពេលកំណត់ដឹងចឹងទៅគឺយើងលះបង់ការប្រកាន់ការចាប់ប្រកាន់ទាំងអស់ហ្នឹងយើងចាប់ដើមចម្រើននៅធម៌សុខធម៌ស្ងប់បញ្ចប់រឿងទៅបានពីព្រោះចិត្តស្ងប់បានន័យថាចិត្តស្ងប់ចប់ទុកបង្កើនធម៌អីបង្កើនធម៌ស្ងប់ធម៌ស្ងាត់ហ្នឹងបើនិយាយពីអង្គធម៌គឺបានដល់ណាដើម្បីបង្កើនធម៌ស្ងប់ដើម្បីបង្កើនធម៌ស្ងាត់ណាគឺនៅក្នុងពុទ្ធសាសនាយើងចេញពីការចម្រើនសតិការចម្រើនបញ្ញាការចម្រើនសមាធិការចម្រើនវិបស្សនាណាដើម្បីឲ្យមើលឃើញរឿងទាំងអស់ហ្នឹងគឺវាគ្រាន់តែការកើតឡើងទៅតាមហេតុទៅតាមបច្ច័យរបស់វាមិនមែនយើងជាអ្នកធ្វើមិនមែនយើងជាអ្នកចង់បានមិនមែនយើងជាអ្នកបង្កើតអីទេណាអញ្ចឹងដល់ពេលយើងយល់ព្រមទៅតាមហេតុបច្ច័យទាំងអស់ហ្នឹងគឺព្រះអង្គទ្រង់ត្រាស់ប្រកាសសម្ដែងថាចិត្តដែលកើតឡើងនឹងរលត់ទៅគឺវាមានហេតុរបស់វាណាចិត្តណាក៏ដោយរាល់ចិត្តដែលកើតនឹងរលត់ហ្នឹងគឺវាមានហេតុអញ្ចឹងអ្វីដែលយើងដឹងរឿងរាល់ថ្ងៃហ្នឹងគឺដោយសារអីដឹងរឿងដោយសារចិត្តអញ្ចឹងនៅពេលដែលចិត្តហ្នឹងវាកើតវារលត់វាមានហេតុរបស់វាទេអញ្ចឹងព្រះអង្គសម្ដែងថាយេធម្មាហេតុបព្វវាទេសង្ឃហេតុងតថាកតោណាទេសញ្ញយោនិរោធោចៈអេវង្វេទីមហាសមណោណាធម៌ទាំងឡាយណាដែលកើតអំពីហេតុព្រះតថាគតតែងពោលនៅធម៌ទាំងឡាយនោះណាពោលនៅហេតុការកើតពោលនៅហេតុនៃការរលត់ទៀតផងណាអញ្ចឹងគឺព្រះអង្គពោលអំពីហេតុនិងផលព្រះអង្គពោលអំពីសច្ចធម៌
ណាអញ្ចឹងរាល់បទធម៌នីមួយដែលព្រះអង្គប្រកាសសម្ដែងគឺជាសច្ចធម៌ដើម្បីយើងយកមកពិចារណាអប់រំកាយអប់រំវិជ្ជាអប់រំចិត្តដើម្បីឲ្យបានស្ងប់នៅពេលនោះគឺមានតែការលះបង់ការប្រកាន់ហ្នឹងហើយដើម្បីឲ្យចិត្តហ្នឹងស្ងប់តែចិត្តស្ងប់ចប់ទុកសូមអនុមោទនាសាធុ